បាទជំរាបសួរលោកគ្រូក៏ដូចជាសួស្តីកម្មបងប្អូនសិស្សានុសិស្សទាំងអស់ក៏ដូចជាមិត្តដែលស្រាវជ្រាវគណិតវិទ្យាបាទអញ្ចឹងមកជួបគ្នាសាថ្មីជាមួយវីដេអូថ្មីបន្តទៀតហើយសម្រាប់អ្នកដែលមិនទាន់បានចុច follow page ឬក៏ subscribe YouTube channel អញ្ចឹងចូលទៅក្នុង YouTube search ឈ្មោះ Teacher អ៊ុយសុគន្ធរតចុច subscribe អ្នកមួយផងហើយនឹង Facebook page លោកគ្រូអ៊ុយសុគន្ធរតចុច follow ម្នាក់មួយផងដើម្បីជាកម្លាំងចិត្តក្នុងការធ្វើដើម្បីឲ្យលោកគ្រូធ្វើបន្ថែមទៀតបាទអរគុណច្រើនហើយយើងក៏បានធ្វើលំហាត់គំរូទី1រួចទៅហើយលំហាត់គំរូមួយនេះគឺជាកិច្ចការផ្ទះអញ្ចឹងតើបងប្អូនមានបានធ្វើកិច្ចការផ្ទះនឹងអត់ធ្វើចេញអត់ហើយវីដេអូមុនមានបានធ្វើតាមរៀនធ្វើតាមហើយនៅអូខេហើយសង្ឃឹមថាបងប្អូនបានធ្វើតាមបើសិនជាបងប្អូនដែលមិនបានធ្វើរៀនមើលហើយមិនបានធ្វើទេក៏ចូលរួមសោកស្ដាយមកបើយើងមើលហើយយើងអត់ធ្វើគ្រាន់តែបានយល់ប៉ុន្តែយើងអត់អាចទៅសេខ្លួនឯងបានអញ្ចឹងពេលប្រឡងពេលអីក៏យើងពិបាកក្នុងការទទួលយកបន្ទុកដែរព្រោះនឹងមានការខុសឬក៏ភ្លេចភ្លាំងអីច្រើនបាទហើយសម្រាប់កិច្ចការផ្ទះមួយនេះហើយយើងអាចមើលលក្ខណៈថាតើយល់ពីការធ្វើវាអត់បើសិនជាមិនទាន់យល់ទេអញ្ចឹងចាប់ដើមមើលវីដេអូនេះទាំងអស់គ្នាបាទតោះចាប់ដើមអញ្ចឹងសម្រាប់លំហាត់គំរូទី2នេះគឺនៅក្នុងលំហប្រកបដោយតម្រុយ vector O I J K គេឲ្យ vector A បាទអញ្ចឹងនេះជា vector A ការលំហាត់គំរូទី1គេឲ្យចំណុចឥឡូវនេះគេឲ្យជា vector A ស្មើហើយអញ្ចឹងការសេ vector គេសេញស្មើហ្នឹងឯងក្នុងកម្មវិធីយើងអញ្ចឹង vector A ស្មើវងចោត 1.1.5 vector B ស្មើចំណុច0លេខ0ក្បៀសដក 1.6 vector C 3.13អូខេសំណួរកគេគណនាកអនេនៃចំណុចនៃ vector U ស្មើនឹង2នៃ vector A បូក2 vector B ដក3 vector C ខគណនាកអនេនៃ vector V ស្មើ3 vector A ដក4 vector B ឲ្យជាទម្រង់ A vector I បូក B vector J បូក C vector K អូខេអញ្ចឹងគឺនេះគឺជាសមត្ថកម្មខាងលើនេះ vector ទាំង3 A B C ហើយសំណួរកគេគណនា vector U មួយដែលមានការបូកដករវាង vector A B ហើយ C ហ្នឹងទៅហើយទៅមកសំណួរខគេគណនា vector V ដែលជាប់មួយបូកដកមួយ vector A B ដែរតែលទ្ធផលគេឲ្យមកគឺជាទម្រង់បែបនេះបាទគេចង់បានលទ្ធផលទម្រង់បែបនេះព្រោះក៏នេះគេឲ្យមកគឺជាវងកញ្ចក់អញ្ចឹងពេលយើងធ្វើយើងប្រកាសជាចម្លើយចេញមកជាវងកញ្ចក់ហើយប៉ុន្តែគេចង់បានចម្លើយជាទម្រង់ vector I J K ដែលបានរៀនហើយគឺការសេកអនេះគឺយើងសេអាន2យ៉ាងសម្រាប់ vector គឺទៅសេជាវងកញ្ចក់ក្បៀសឬក៏សេជាទំនាក់ទំនងឬក៏ជាអនុគមនៃ vector I J ហើយនឹង K អញ្ចឹងក៏បាននិយាយហើយអញ្ចឹងគឺជាដំបូងយើងត្រូវគណនាវាសិនមកបាទអញ្ចឹងក៏គណនា vector U ស្មើ2 vector A បូក2 vector B ដក3 vector C កន្លែងនេះ vector A ស្គាល់ vector B ស្គាល់ vector C ស្គាល់យើងអាចជួសកអនេចូលតែម្ដងក៏បានដែរព្រោះគេយើងគណនាកូអដោនេះអញ្ចឹងអាកូអរណេលទ្ធផលគឺដូចអញ្ចឹងឯងនេះចេញមកអញ្ចឹងគឺមានធាតុផ្សំ3គឺ x y z អញ្ចឹងអ្វីឲ្យតែពេលយើងរកកអរណេនៅក្នុងលំហបែបនេះគឺត្រូវការរក x y ហើយនឹង z អូខេហើយអញ្ចឹងកអរណេ A ស្គាល់ B ស្គាល់ C ស្គាល់យើងអាចជួសចូលតែម្ដងក៏បានតែកន្លែងនេះសម្រាប់ខ្ញុំធ្វើម្ដងមួយខ្ញុំធ្វើក្នុងវងកញ្ចក់ព្រោះវាជាប់វងកញ្ចក់ច្រើនអញ្ចឹងណាវាអាចវែងតែយើងចង់ជួសចូលក៏អត់ខុសដែរចឹងសម្រាប់ខ្ញុំធ្វើម្ដងមួយខ្ញុំក៏ចាប់ដើមថាខ្ញុំមាន vector B បាទអញ្ចឹង vector B ហើយខ្ញុំក៏ចាប់ដើមគុណ2ចូលហើយនេះបាទខ្ញុំធ្វើក្នុងវងកញ្ចក់មុនណាអញ្ចឹងវងកញ្ចក់ខ្ញុំធ្វើមកទីគុណ 2B មុនអញ្ចឹង 2B អញ្ចឹងតាមលក្ខណៈកាលណាយើងយក vector មួយគុណនឹងចំនួនពិតយកចំនួនពិតហ្នឹងគុណចូលកអនេអញ្ចឹងដាក់2វងកញ្ចក់0ក្បៀសដក1ក្បៀស6អញ្ចឹងមកតមកគុណ2ចូលអញ្ចឹង2គុណ0 0 2គុណដក1ដក2 2គុណ6 10 12បាទបន្តមកទៀតបាន 2B ហើយយើងក៏ធ្វើក្នុងកញ្ចក់តទៀតគឺ 2B ត្រូវបូកមួយ A បូក 2B អញ្ចឹងដាក់ A បូកមក A បូក 2B អញ្ចឹងដាក់ A នេះគឺកអនេ A នេះគឺជាកអនេ 2B អញ្ចឹងចឹងកអនេលក្ខណៈក៏បាននិយាយលក្ខណៈអក្សរខកាលណាយើងចង់បូកដកកអនេឬក៏បូកដក vector អញ្ចឹងឡើយនេះគឺយកផ្នែក x បូក x អញ្ចឹងគឺយក1នេះបូក1 0បាទផ្នែក x បូក x ក្បៀសកដាល y បូក 1y ដក1បូក1ដក2អញ្ចឹងវាទៅជាដក3ក្បៀស z បូក 1z អញ្ចឹង5បូក12ទៅជា17អញ្ចឹងនេះគឺជាក្នុងវងកញ្ចក់ a បូក 2b អូខេហើយតោះមកយើងអាចជួសយកតែម្ដងបានហើយ vector u ស្មើនឹង2នេះ2ហើយវងកញ្ចក់នេះវងកញ្ចក់ a បូក 2b នេះស្គាល់លើនេះអញ្ចឹងជួសចូលនេះ a បូក 2b ឡើយនេះក៏អត់នេះខ្លាយប៉ុណ្ណឹងហើយដកនេះដក 3c អញ្ចឹងដក 3c នេះ c នេះ c យើងនេះបាទ
ជួសចូលមកបាទអញ្ចឹងពេលហ្នឹងយើងធ្វើការគុណសិនមកបាទគុណសិនមកអញ្ចឹងគុណ2ចូលវងចលេខមេគុណគុណចូលអនទេគុណចូលគ្រប់តួមកបាទអញ្ចឹង2ដក6គុណ2ចូលជា34អានេះគុណអានេះគឺដក3កតា3ដក1 3អញ្ចឹងឡើយនេះលេខមេគុណវាមានដក3អញ្ចឹងយើងមាន2ជំរើសយើងចង់គុណទាំងដក3ឬក៏គុណតែលេខ3បើយើងគុណទាំងដក3សញ្ញាកដាលឡើយហ្នឹងត្រូវព្រោះវាជាម៉ានទីដកបូកដកអញ្ចឹងពេលយើងគុណទាំងដក3ចូលដូចយើងចាប់សញ្ញាដកត្រូវចេញបូកបែបនេះត្រូវបដូរទៅជាបូកប៉ុន្តែសារឡើយនេះខ្ញុំគុណតែលេខ3ចូលអញ្ចឹងខ្ញុំរក្សាសញ្ញាដកនៅដែរអញ្ចឹងដកនៅដែរហើយខ្ញុំយក3ហ្នឹងគុណចូលបាទអញ្ចឹងវាទៅជា9ដក3បូក9បាទអូខេហើយដល់ខ្ញុំធ្វើម៉ានទីដកទៅបាទអញ្ចឹងឡើយនេះធ្វើម៉ានទីដកអញ្ចឹងគឺកអណេដកមួយកអណេឬក៏ vector ដក vector អញ្ចឹងគឺអាប់ស៊ីដកអាប់ស៊ីអញ្ចឹងវាទៅជា2ដក9ឡើយខ្ញុំធ្វើម៉ានទីដកឲ្យយើងមើលបន្តិចហើយដក6ហើយសញ្ញាដក3វងចអញ្ចឹងគឺថាមានដកសញ្ញា2នៅទុំមុខនេះត្រូវប្រើវងចវានឹងខ្លាយជាម៉ានទីគុណ34សញ្ញាដក9បាទអូខេហើយទូតទៅ2ដក9គឺដក7នេះដកគុណដកទៅជាបូក3អញ្ចឹងដក6បូក3ទៅជាដក3 34ដក9សល់25អូខេអញ្ចឹងនេះគឺជាកអនេនៅ vector u ដែលយើងទទួលបានពីការជួសចូលទាំងអស់នឹងឯងគណនាអញ្ចឹងគឺកន្លែងនេះចង់ណែនាំពីប្រមាណទីគុណចំនួនពិតចូលក្នុងកអនេប្រមាណទីបូកកអនេប្រមាណទីដកកោអដល់នេះបាទអូខេចូលសំណួរខសំណួរខគឺ vector v ស្មើនឹង3 vector a ដក4 vector b អញ្ចឹងឡើយនេះអត់មានអីវងចញ៉ៃញ៉ៃខ្ញុំជួសយកតែម្ដងហើយគ្រាន់តែអ្វីគេចង់បានគឺតម្រងចុងក្រោយគឺចេញជា i j k អញ្ចឹងឡើយខ្ញុំធ្វើតាមធម្មតាសិនខ្ញុំធ្វើជាវងចធម្មតាសិនទៅបាទធ្វើជាវងចជួស a ចូលនេះជួស a ចូលដក4ជួស b ចូលបាទអូខេដល់ខ្ញុំគុណ3ចូលហើយនឹងគុណ4ចូលបាទនេះគុណ3ចូល3ដក3 15អានេះគុណយើងចង់គុណដក4ចូលឬគុណ4ចូលសម្រាប់ខ្ញុំគុណទុកសញ្ញាដកនៅក្រៅខ្ញុំគុណតែលេខ4ចូលទេ4គុណ0 0 4គុណដក1ដក4 4គុណ6 24ហើយធ្វើប៉ុន្មានទីដកទៅអញ្ចឹងយក x ដក x មកអញ្ចឹងគឺ3ដក0ដក3សញ្ញាដកដក4វងចសញ្ញាដក2ជាន់ត្រូវប្រើវងច15ដក24អូខេហើយអញ្ចឹង3ដក0ឃើញ3ដក3ដកគុណដកទៅជាបូកអញ្ចឹង3បូក4ទៅជា1ហើយ15ដក24ដក9អូខេហើយអញ្ចឹងនេះគឺជា vector v ប៉ុន្តែអ្វីគេចង់បានគឺឲ្យជាទម្រង់ vector i vector j និង vector k អញ្ចឹងឡើយនេះវាអត់ទាន់គ្រប់គ្រាន់ទេយើងគ្រាន់តែអញ្ចឹងអាកនេះយើងបានហើយយើងគ្រាន់តែបដូរវាទៅជាទម្រង់តែអញ្ចឹងអាកន្លែង x នេះដាក់ vector i ចូលទៅហើយយើងលែងសេក្បៀសលែងសេវងចឲ្យទៅជាម៉ានទីបូកដកតាមសញ្ញាលេខហ្នឹងថាលេខហ្នឹងសញ្ញាអីអញ្ចឹងឡើយនេះគឺ3នេះសញ្ញាបូកអញ្ចឹងអត់ទៅសេក៏បានដែរវាដើមគេ3 vector i អត់សេក្បៀសទេមួយនេះគឺអត់សញ្ញាសញ្ញាបូកអញ្ចឹងបូក1 vector j អញ្ចឹង1អត់ទៅសេហើយលុបក្បៀសចោលដែរដក9 vector k បាទអញ្ចឹងគឺបើសេជា i ជា k អត់ប្រើក្បៀសទេហើយបើសេក្បៀសអត់មាន i ជា k ទេហើយក្នុងវងកញ្ចក់អាហ្នឹងគឺការសេកអរណេបាទលំហាត់គំរូទី3ចំហាត់គំរូទី3នេះគឺនឹងពេលយើងស្រាយចប់យើងនឹងខ្លាយទៅជារូបមន្តអញ្ចឹងកន្លែងនេះគេនិយាយថាបើកអរណេនៃ vector u x y z និងក៏នៃ vector v ស្មើ x' y' z' ខុសពី0អញ្ចឹង vector ទាំងពីរហ្នឹងគឺមិនមែនជា vector 0មានថាក៏នៃ x y z ហ្នឹងគឺមិន0ព្រមគ្នាទាំង3ទេហើយគេយើងបង្ហាញថា vector u ស្រប vector v សកមូល x លើ x' ស្មើ y លើ y' ស្មើ z លើ z' កន្លែងហ្នឹងគេឲ្យយើងបង្ហាញអាហ្នឹងបង្ហាញថាពេលដែល vector u ស្រប vector v មានន័យថា x វាត្រូវទៅចែកមួយ x' x ចែក x' វាត្រូវស្មើមួយនឹង y ចែក y' វាត្រូវស្មើមួយ z ចែក z' 3ហ្នឹងត្រូវស្មើគ្នាបែបហ្នឹងបាទហើយអញ្ចឹងការស្រាយមួយនេះពេលយើងស្រាយចប់វានឹងคล้ายជារូបមន្តដែលយើងអាចយកមកប្រើប្រាស់បន្តទៀតបានហើយអញ្ចឹងយើងស្រាយតាមវិធីណាអញ្ចឹងត្រូវនឹកឃើញដល់ស្របឡើយនេះគឺបង្ហាញថាវាស្របសកមូលអញ្ចឹងគឺគិតពីពាក្យថាស្របអញ្ចឹងតែយើងធ្លាប់រៀនពាក្យថាស្របអត់ថា vector 2ស្របគ្នាយើងទទួលបានអីបាទអញ្ចឹងគឺនៅលក្ខណៈមុនបាទមើលវីដេអូមុនទៅអញ្ចឹងគឺកន្លែងហ្នឹងដូចជា vector ស្មើបាទបន្ទាប់ពី vector ស្មើទៅគឺមាន vector ម៉ានទីគុណ vector ហើយមាន vector ស្របបាទម៉ានទីគុណនៃ vector គុណ vector និងចំនួនបិទអញ្ចឹងកន្លែងហ្នឹងមាន vector ស្របនៅក្នុងហ្នឹងហើយអញ្ចឹងកន្លែងនេះ
ពាក់ព័ន្ធ vector ស្របអញ្ចឹង vector u ស្រប vector v តាមលក្ខណៈគេនិយាយថាបើ vector 2ស្របគ្នាមានថា vector ទាំងពីរស្មើ k ដង vector មួយទៀតព្រោះអាហ្នឹងគឺមានលក្ខណៈ vector ស្មើខណៈ vector a ស្មើ vector b យើងទីបាន3ករណីគឺ vector 2ហ្នឹងមានប្រវែងស្មើគ្នា vector ទាំងពីរស្របគ្នា vector ទាំងពីរមានទិសដៅដូចគ្នាតែឥឡូវហ្នឹងគឺមានអាពាក្យស្របនេះមានអាពាក្យស្របមួយនេះអញ្ចឹងកាលណាហើយអញ្ចឹងដល់ពេលយើងចង់ឲ្យស្របគ្នារបស់ពីរស្របគ្នាមិនប្រកាសថា vector ត្រូវតែប្រវែងស្មើគ្នាទេហើយក៏មិនប្រកាសថាទិសដៅត្រូវតែដូចគ្នាដែរទិសដៅអាចបញ្ជ្រះគ្នាបានដែរអញ្ចឹងកន្លែងនេះយើងប្រើសញ្ញាស្មើប៉ុន្តែយើងដាក់ k ថែមបើអត់ k មានថា vector 2ហ្នឹងត្រូវមានប្រវែងស្មើគ្នាតែម្ដងហើយទិសដៅត្រូវដូចគ្នាប៉ុន្តែពេលដាក់ k ចូលទៅវាអាចវែងខ្លីជាងគ្នាបានហើយ k ហ្នឹងអាចបូកដកអញ្ចឹងវាអាចបញ្ជ្រះទិសដៅគ្នាបានអញ្ចឹងកន្លែងនេះគឺត្រូវការស្របឲ្យតែមានអាញាស្មើទៅគឺស្របហើយទោះជា vector ឆ្វេង vector ស្ដាំហ្នឹងប្រមាណដងគ្នាក៏ដោយអត់ខ្វល់ឲ្យតែមានអាញាស្មើគឺស្របគ្នាអញ្ចឹងគឺលក្ខណៈ vector 2ស្របគ្នាសាកមូល vector ទាំងពីរ vector 1ស្មើ k ដងនៃ vector 1ទៀតបាទអញ្ចឹងស្មើ k ដង k នេះចំនួនពិតបាទអូខេហើយអញ្ចឹងយើងជួសតម្លៃ vector u ចូលមកបាទ vector u គឺ x y z ស្មើ k vector v គឺ x' y' z' ហើយធ្វើឲ្យតទៀតអញ្ចឹងគឺយើងក៏គោលដៅយើងមើលគោលដៅណាបើយើងចេញមកអញ្ចឹងអត់ដឹងថាត្រូវធ្វើអីតែគោលដៅចំបាន x ចែក x' y ចែក y' z ចែក z' ហើយអញ្ចឹងចង់ឲ្យចេញជាផលចែកយើងអត់អាចបោះខាងនេះមកបានទេបោះអានេះមកអានេះមកចែកយើងអត់មានលក្ខណៈយើងគាត់ថាវាត្រូវបោះទៅអញ្ចឹងប៉ុន្តែវាអត់មានលក្ខណៈអញ្ចឹងយើងអាចបោះមកចែកបានលក្ខណៈអត់មានសម្រាប់គុណចែកបែបហ្នឹងទេអញ្ចឹងយើងមានតែកអណេស្មើកអណេមានអញ្ចឹងឡើយនេះខាងឆ្វេងជាកអណេហើយអញ្ចឹងខាងស្ដាំគុណ k ចូលទៅបាទគុណ k ចូលមកអញ្ចឹងវាទៅជា k x' លក្ខណៈឬលេខមេគុណនៅមុខកអណេមិនគុណចូលទាំងអស់អូខេគុណចូលឲ្យនេះអញ្ចឹងផ្លែជាកអណេឆ្វេងស្មើកអណេស្ដាំអញ្ចឹងលក្ខណៈខណៈកអណេស្មើកអណេគឺមានថាផ្នែកអាប់ស៊ីស្មើអាប់ស៊ីនិងអណេស្មើអណេនិងកូដស្មើកូដអញ្ចឹងមានន័យថា x ត្រូវស្មើមួយនឹង k x' ហើយ y ត្រូវស្មើមួយនឹង k y' ហើយនឹង z ត្រូវស្មើមួយនឹង k z' ចេញជាប្រព័ន្ធ3បែបនេះឆ្លប់នឹងហើយបន្ទាប់មកយើងក៏ចង់បាន x លេខព្រីមចេញស្វ័យការអញ្ចឹងយើងក៏បោះ x ព្រីមមកចែកមកអញ្ចឹងទាញរនេះអញ្ចឹងឥឡូវយើងទាញបោះ x ព្រីមមកចែកមកបោះ y ព្រីមមកចែកមកបោះ z ព្រីមមកចែកមកអញ្ចឹងខ្លាយជា k ស្មើ x លើ x ព្រីម k ស្មើ y លើ y ព្រីម k ស្មើ z លើ z ព្រីមហើយអញ្ចឹង x លើ x ព្រីមស្មើ k y លើ y ព្រីមក៏ស្មើ k z លើ z ព្រីមស្មើ k k តែមួយប៉ុន្តែមានតម្លៃស្មើ3អញ្ចឹងមានថាម៉េចមានថាតម្លៃទាំង3នេះក៏ត្រូវតែស្មើគ្នាដែរគឺស្មើតគ្នាមានថាលោក A មានលុយស្មើលោក B លោក A មានលុយស្មើលោក C លោក A មានលុយស្មើលោក D អញ្ចឹងសរុបមកវិញមានន័យថាម៉េច B C D យ៉ាងម៉េចគឺមានលុយស្មើគ្នាដែរព្រោះ B C D មានលុយស្មើ A មានលុយស្មើ A អញ្ចឹងហើយ A ស្មើលុយទាំង3ហ្នឹងអូខេ A ស្មើលុយស្មើនឹងលោកមានលុយស្មើលោកទាំង3អញ្ចឹងមានលោកទាំង3ហ្នឹងគឺអត់ដឹងថាមានប៉ុន្មានតែដោយសារតែលោកទាំង3ស្មើ A អញ្ចឹងនាំឲ្យលោកទាំង3ហ្នឹងគឺស្មើគ្នាដែរបាទស្មើនឹងរបស់តែមួយអូខេអញ្ចឹងកន្លែងនេះយើងក៏ទាញបានថា u ស្រប v សាកមូល x ស្មើ x លើ x' ស្មើ y លើ y' ស្មើ z លើ z' ស្មើនឹងតម្លៃ k ដូចគ្នាតែមួយហើយអញ្ចឹងយើងគួរតែយើងចង់បានតែស្របឲ្យ3នេះហ្នឹង x លើ x' y លើ y' z លើ z' k អត់ត្រូវការដក k ចោលទៅអញ្ចឹងដូចនេះ vector u ស្រប vector v សាកមូលកណេ u លើកណេ v ស្មើសំដៅ apsi u លើ apsi v ស្មើនឹង y RNA u លើ RNA v នឹងស្មើនឹងកូដ u លើកូដ v បាទអញ្ចឹងនេះគឺជារូបមន្តដែលយើងអាចប្រើបន្តទៀតបានអញ្ចឹងពេលដែល vector 2ស្របនេះយើងចង់ប្រើតាមលក្ខណៈមិញ vector 1ស្មើ k ដង vector 1ក៏បានឬក៏ប្រើតាមផលធៀបនេះតែម្ដងក៏បានបាទអូខេហើយអញ្ចឹងសម្រាប់វីដេអូនេះក៏មានតែប៉ុណ្្នឹងដែរហើយអរគុណในការយកចិត្តទុកដាក់តាមដានវីដេអូមួយនេះតាំងពីដើមដល់ចប់ហើយសង្ឃឹមថាអ្នកនរគ្នានឹងយល់នៅលំហាត់គំរូទាំងពីរហ្នឹងហើយព្យាយាមធ្វើឡើងវិញហើយដូចជាការបកស្រាយនេះយើងមើលអត់សូវយល់យើងសាកទាញធ្វើខ្លួនឯងបន្តិចហើយស្វែងរកថាគ្រូនិយាយហ្នឹងនៅកន្លែងណាអាយុស្រប v ស្មើសាកមូល u ស្មើ kv នៅកន្លែងណាអញ្ចឹងទៅមើលតិចមកហើយអញ្ចឹងព្យាយាមរៀនធ្វើវាបាទរៀនធ្វើវាដើម្បី
តើយើងចាក់ដើមរៀនធ្វើខ្លួនឯងទើបយើងមានកំណត់ទើបដឹងកន្លែងខុសដឹងកន្លែងឆ្ងល់ហើយបើសិនជាឆ្ងល់ឆាតសួរមកតាមរយៈ Telegram 015 98 93 089 57 56 47 អូខេហើយឆាតមកគ្រូនឹងព្យាយាមឆ្លើយឲ្យហើយបាទព្រោះមានអ្នកឆាតមកដែរហើយក៏បានឆ្លើយដែរហើយឆាតមកគឺគ្រូមើលលឿនព្រោះអត់ទុកដល់មួយថ្ងៃពីរថ្ងៃទេតាម Telegram គឺមានការងារត្រូវមើលរាល់ថ្ងៃរហូតបាទអូខេហើយអញ្ចឹងអរគុណច្រើនជួបគ្នានៅវីដេអូក្រោយបន្តទៀតបាយបាយ